ជំរាបសួរប្រិយមិត្តបិសាចក្រហម Manchester United ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីដើម្បីមកចែកជូនប្រិយមិត្តទស្សនាកំសាន្តជាបន្តទៀតហើយតាក់ទងជាមួយនឹងព័ត៌មានដោះដូរកីឡាករក៏ដូចជាការចាប់ពូលវគ្គ Champions League ផងដែរបងប្អូនយើងប្រិយមិត្តមុននឹងដល់វីដេអូព័ត៌មានបងប្អូនដែលអត់ទាន់បាន Subscribe Channel YouTube របស់ខ្ញុំសូមចុច Subscribe ម្នាក់មួយទៅមែនតើទៅការ Subscribe របស់បងប្អូនយើងពិតជាមានសារៈសំខាន់ខ្លាំងមែនតើក្នុងនាមជាអ្នកធ្វើវីដេអូម្នាក់នៅក្នុង YouTube អរគុណច្រើនបងប្អូនយើងប្រិយមិត្តតាក់ទងជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិហូឡង់របស់យើងបច្ចុប្បន្នគឺកីឡាករ Joshua Zirkzee គឺមានចចាមអារ៉ាមកំពុងតែពុះកញ្ជ្រោលខ្លាំងមែនទែននៅលើបណ្ដាញសង្គមកាលពីយប់មិញក៏ដូចជាព្រឹកនេះផងដែរគឺបុកខ្លាំងមែនទែនជាមួយនឹងក្លឹបយក្សនៅអ៊ីតាលីគឺ Fiorentina តាក់ទងជាមួយនឹងក្លឹប Fiorentina បច្ចុប្បន្នគឺឈានដល់ការដាក់សំណើផ្លូវការពីក្លឹបអ៊ីតាលីរូបនេះហើយដោយលោក Di Marzio ដែលជាអ្នកកសែតនៅខាងអ៊ីតាលីផ្ទាល់តែម្ដងគាត់បាននិយាយតាក់ទងជាមួយនឹងកីឡាករ Joshua Zirkzee នេះត្រូវបាន Fiorentina ដាក់សំណើផ្លូវការមកកាន់ក្លឹប Manchester United ហើយដើម្បីស្ទង់មើលលទ្ធភាពនឹងផ្ទេរកីឡាកររូបនេះទៅកាន់លីកអ៊ីតាលីផងដែរជាមួយនឹងលក្ខខណ្ឌប្រហែលជាការខ្ចីជើងភ្ជាប់ជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់ក្នុងរដូវកាលបន្ទាប់តាក់ទងជាមួយនឹងកីឡាករ Joshua Zirkzee ក៏យល់ព្រមជាមួយនឹងសំណើរបស់ក្លឹបខាងអ៊ីតាលីដូចគ្នាតាក់ទងជាមួយនឹងកិច្ចសន្យាផ្ទាល់ខ្លួនគឺ personal term ចង់មានន័យថាលក្ខខណ្ឌផ្ទាល់ខ្លួនគឺអត់អីទេជាមួយនឹងកីឡាករ Joshua Zirkzee គាត់ចង់ផ្ទេរទៅកាន់អ៊ីតាលីដូចគ្នាតាក់ទងជាមួយនឹងក្លឹបទាំងពីរនៅរងចាំតែពេលវេលានៃការសម្រេចចិត្តរបស់ក្លឹប Manchester United ដើម្បីតបទៅខាង Fiorentina ទៀតតែប៉ុណ្ណោះអញ្ចឹងតាក់ទងជាមួយនឹងបញ្ហារបស់ Juventus ចង់បានកីឡាករ Joshua Zirkzee នេះប្រហែលជាអាចថាពិបាកហើយឥឡូវនេះ Fiorentina លូកដៃជ្រៅខ្លាំងមែនតើអត់មានញ៉ៃញ៉ៃដូចខាង Juventus នោះទេ Juventus ចង់ខ្ចីតែអត់ចង់ដាក់សំណើទិញផ្ដាច់ទេហើយឥឡូវនេះ Fiorentina គាត់បានលូកខ្លាំងមែនតើខ្ចីហើយដាក់សំណើទិញផ្ដាច់ជាមួយនឹងលក្ខខណ្ឌល្អៗជាងក្រុម Juventus ផងដែរអញ្ចឹងយើងចាំមើលថាកីឡាករ Joshua Zirkzee នេះអនាគតនឹងទៅក្លឹបមួយណាបើសិនជានៅក្លឹប Manchester United យើងប្រហែលជាមិនអាចទេដោយសារកាលពីម្សិលមិញយើងឃើញព័ត៌មានថាខាងក្រុម Manchester United ក៏បានជូនដំណឹងទៅកាន់កីឡាករ Joshua Zirkzee ដែរថាកីឡាកររូបនេះមិនមានគម្រោងថ្មីជាមួយនឹងក្លឹប Manchester United ទេអញ្ចឹងគេមានបំណងចង់ឲ្យកីឡាកររូបនេះចាក់ចេញពី Old Trafford នៅរដូវក្តៅនេះផងដែរបងប្អូនយើងមិនមែនត្រឹមតែក្លឹបនៅអ៊ីតាលីទេក្លឹប Atletico Madrid ក៏កំពុងតែចាប់អារម្មណ៍លើកីឡាករ Joshua Zirkzee ដូចគ្នាក៏ប៉ុន្តែទើសតែម្យ៉ាងគឺ Joshua Zirkzee នេះគៀកជាមួយនឹងក្លឹប Fiorentina ខ្លាំងមែនទែនសឹងថានិយាយទៅដើរបានមុនគេខ្លាំងដោយដាក់សំណើទៅខាងក្លឹប Manchester United មុនគេផងដែរតាក់ទងជាមួយនឹងព័ត៌មានដែល Atletico Madrid ចង់បាន Joshua Zirkzee នេះក៏យើងដកត្រង់ចេញមកពីកាសែត The Metal Monitor នៅខាងប្រទេសអេស្ប៉ាញផងដែរអញ្ចឹងកាសែតអេស្ប៉ាញក៏និយាយថា AT ចង់បាន Zirkzee កាសែតអ៊ីតាលី Di Marzio ហ្នឹងក៏ថាFiorentina គៀកនឹងបានកីឡាករ Joshua Zirkzee ហើយកាសែតនៅក្នុងបណ្ដាញសង្គមខាងអង់គ្លេសហ្នឹងក៏បាននិយាយថាគឺគៀកខ្លាំងជាមួយនឹងក្លឹប Fiorentina ខ្លាំងមែនទែនហើយបងប្អូនយើងមែនតើទៅតាក់ទងជាមួយនឹងកីឡាករ Joshua Zirkzee នេះអាចនិយាយបានថាមិនសមប្រកបខាងលីកក៏និយាយបានដែរព្រោះថាកីឡាករនេះលេងនៅខាងលីកអ៊ីតាលីការគាត់មុនផ្លាស់ប្ដូរមកកាន់ក្លឹប Manchester United នេះនៅក្លឹប Bologna ទម្រង់លេងរបស់គាត់គឺល្អខ្លាំងយើងឃើញ highlight របស់គាត់នៅ Bologna គឺគាត់អូសបានរត់បានបោះបាននិយាយទៅមកកា play តែម្ដងក៏ប៉ុន្តែនៅពេលដែលមកដល់ក្លឹប Manchester United នេះរ៉ូស៊ីនរបស់គាត់បែរជាបដូរទៅវិញព្រោះថារ៉ូរបស់គាត់គឺរ៉ូរបស់ Bruno តែម្ដងគឺជារ៉ូស៊ីនរបស់កីឡាករ Joshua Zirkzee គឺអត្ត midfielder ដល់អញ្ចឹងទៅមកលេងមួយ Man U នេះភាគច្រើនគឺលេងជាខ្សែប្រយុទ្ធហើយបើលេងនៅក្នុងតំណែងរបស់ Bruno យើងធ្លាប់ឃើញហើយគាត់លេងនៅរដូវកាលមុនជាមួយនឹងក្លឹប Newcastle គឺធ្វើឲ្យមានបញ្ហាច្រើនខ្លាំងមែនទែននៅក្នុងតំបន់មួយហ្នឹងហើយគឺมันអាចលេងបានល្អនោះទេខ្ញុំគិតថាប្រហែលជាគាត់ទៅលេងនៅអ៊ីតាលីនឹងឡើងជើងល្អវិញព្រោះកីឡាករខ្លះពិតជាមិនសមជាមួយនឹងលីកអង់គ្លេសទេដូចជា Anthony អីចឹងទៅដូចជាកីឡាករមួយចំនួនមកអង់គ្លេសនេះគឺមិនសមប្រកបទេហើយបើសិនជាទៅលីកអេស្ប៉ាញអ៊ីតាលីឬក៏ទៅលីកផ្សេងៗពួកគេបែរជាលេងបានល្អចង្វាក់លេងល្អការធ្វើបំពេញតួនាទីរបស់គ្រូបង្វឹកដាក់ឲ្យហ្នឹងក៏ល្អទៅតាមហ្នឹង
ចឹងវាអាចតាក់ទងជាមួយនឹងបញ្ហាលីកផងដែរបងប្អូនយើងចឹងមានតែជូនពរហើយក៏សង្ឃឹមថាយើងនឹងអាចលក់កីឡាករយកស្វសុកស៊ីឆាប់មែនតើទៅស្ដាយបងប្អូនយើងឃើញ skill របស់គាត់ភាពស្ងៀមស្ងាត់របស់គាត់ professional ខ្លាំងមែនតើពីកីឡាករនេះអត់មាន drama អត់មានអីញ៉ៃញ៉ៃលើបណ្ដាញសង្គមទេអញ្ចឹងដូចគ្នាដូចខ្ញុំនិយាយចឹងថាយើងពិតជាស្ដាយតែធ្វើម៉េចយើងត្រូវការអភិវឌ្ឍក្លឹបដែរយើងត្រូវការអភិវឌ្ឍសមាជិកក្រុមដែរយើងពិតជាមិនចង់បាត់បង់ទេតែត្រូវតែ move on ត្រូវតែបដូរប្រិមិត្តតាក់ទងជាមួយនឹងកីឡាករសញ្ជាតិអង់គ្លេស Marco Rashford បច្ចុប្បន្ននេះយើងដឹងហើយថាធ្លាប់ឮព័ត៌មានថាបើសិនជាក្លឹបធំនៅលីកអឺរ៉ុបទើបយកកីឡាករ Marco Rashford ទៅលេងបានហើយ Marco Rashford នេះបើសិនជាអត់មានការចាប់អារម្មណ៍ពីក្លឹបធំៗទេគាត់នឹងបន្តស្នាក់នៅក្លឹប Manchester United ជាបន្តទៀតហើយគាត់ក៏ធ្លាប់បដិសេធតាក់ទងជាមួយនឹងសំណើរបស់ខាងអារ៉ាប់ខាងទូគីខាងអីផ្សេងៗដែលចង់បានគាត់អីចឹងទៅតែឥឡូវនេះព័ត៌មានចុងក្រោយក្លឹបដែលមានមូលដ្ឋាននៅប្រទេសទូគីក្លឹប Fenerbahce បានចូលមកស៊ើបតាក់ទងជាមួយនឹងបញ្ហាដោះដូរកីឡាករជាមួយនឹង Marco Rashford ហើយនឹងក្លឹប Manchester United ហើយដោយពួកគេពិតជាចង់បានកីឡាករនេះទៅកាន់លីកទូគីខ្លាំងមែនទែនហើយពួកគេសន្យាថានឹងបំបែកទូធនាគារដើម្បីបង់តម្លៃកីឡាករនេះឲ្យល្អបំផុតនៅក្នុងទីផ្សារដោះដូរកីឡាករអ្វីដែលពួកគាត់សង្កល់គឺហ៊ានឲ្យតម្លៃប្រាក់ខែខ្ពស់ជាងគេបំផុតនៅលីកផងដែរបងប្អូនយើងអញ្ចឹងបើសិនជាព័ត៌មាននេះជាការពិតវាអាចថាដូចខ្ញុំនិយាយចឹង50-50ខ្ញុំសម្រេចចិត្តលើក្លឹបទេបើសិនជាក្លឹបព្រមលក់ក៏លក់បើសិនជាក្លឹបព្រមទុកក៏បន្តគ្រប់គ្រងកីឡាករនេះដូចគ្នាហើយបើសិនជាគាត់អាចជោគជ័យមែនប្រាក់មួយចំនួនធំនឹងចូលកប៉ៅ Manchester United អាចអភិវឌ្ឍឬក៏ទិញកីឡាករបានច្រើនជាបន្តទៀតហើយជាមួយនឹងប្រាក់ខែដ៏ច្រើនសន្ធឹកសន្ធាប់ដល់ជាង 30,000 ផោនក្នុងមួយសប្តាហ៍នេះក្លឹប Fenerbahce គឺសន្យាថានឹងបំបែកឯកតកម្មជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេសម្រាប់តម្លៃប្រាក់អាទិត្យនៅក្នុងលីកទូគីផងដែរអញ្ចឹងអាចដល់ឡើងដល់ 40,000 ផោនក៏ថាបានដែរបងប្អូនយើងអញ្ចឹងយើងจะមើលថាការពិភាក្សាក៏ដូចជាការអន្តងចិត្តដោយបោះលុយធំៗទៅឲ្យ Marco Rashford នេះនឹងអាចជោគជ័យដែរឬទេយើងចាំតាមដានទាំងអស់គ្នាហើយដូចខ្ញុំនិយាយខាងលើមកអញ្ចឹងថាខ្ញុំគ្រប់គ្រងក្លឹបខ្ញុំអត់គ្រប់គ្រងកីឡាករទេបើសិនជាក្លឹបគាត់សម្រេចចិត្តថាលក់អូខេយើងទទួលយកបានហើយបើសិនជាក្លឹបសម្រេចចិត្តថាទុកអូខេខ្ញុំនឹងគ្រប់គ្រងកីឡាករនោះជាបន្តទៀតព័ត៌មានបន្ទាប់បងប្អូនតាក់ទងជាមួយនឹងកីឡាករខ្សែការពារស្លាប់ឆ្វេងរបស់ក្លឹប AFC Bournemouth Manchester United បានដាក់កីឡាករ Adrian Trossard គឺជាកីឡាករដែលកំពុងតែចាប់អារម្មណ៍ខ្លាំងពីខាង Manchester United ផងដែរក្នុងនាមជាខ្សែការពារស្លាប់ឆ្វេងកីឡាករ Trossard នេះគឺជាកីឡាករមួយរូបដែលគេរំពឹងថាអាចនឹងជោគជ័យនៅក្លឹប Manchester United ដែរជាមួយនឹងគោលដៅរបស់ក្លឹប Manchester United នេះក៏អាចថា AFC Bournemouthនឹងអាចបាត់បង់កីឡាករល្អរូបនេះនៅមុនទីផ្សារដោះដូរកីឡាករត្រូវបានបិទផងដែរតម្លៃកីឡាករនេះក៏មិនសូវជាថ្លៃអីប្រហែលដែរបងប្អូនយើងហើយបើខ្ញុំមើលពីទម្រង់លេងរបស់គាត់នៅក្នុង English Premier League នេះពិតជាល្អខ្លាំងមែនទែនជាមួយនឹងកីឡាករ Trafford កីឡាកររូបនេះលឿនកម្លាំងបើសិនជាមួយស្មើគាត់អាចញាក់បានអ្វីដែលគួរឲ្យកត់សម្គាល់ការគ្រុសបាល់របស់គាត់ប្រកបដោយភាពច្បាស់លាស់មិនមែនគ្រុសឲ្យតែបានគ្រុសឲ្យតែផុតពីជើងដោយមិនបានមើលពីគោលដៅនិងមិត្តរួមក្រុមនោះទេការគ្រុសបាល់របស់គាត់គឺប្រកបដោយដូចខ្ញុំនិយាយប្រាប់បងប្អូនចឹងគាត់គ្រុសគឺមានគោលដៅច្បាស់លាស់គាត់គ្រុសទៅឲ្យអ្នកណាគឺមើលទៅទំនងខ្លាំងមែនទែនមុនគាត់គ្រុសគឺគាត់ងាកមើលឆ្វេងស្ដាំគាត់ងាកមើលច្រើនខ្លាំងមែនទែនគាត់មិនមែនចេះតែបោះដោយប្រថុយប្រឋានទេហើយបើមិនជាការញាក់មួយស្មើនៅក្នុងតំបន់ការពារនេះល្អខ្លាំងមែនទែនពិបាកក្នុងការចាប់គាត់មួយស្មើពិបាកក្នុងការចាប់កីឡាករនេះហើយបើសិនជាគេមកមួយស្មើក៏ពិបាកនឹងផុតជាមួយនឹងកីឡាករនេះគ្នាខ្ញុំឃើញអំពីទម្រង់លេងរបស់កីឡាករនេះអាចទទួលយកបានមិនអាក្រក់ពេកទេបើនិយាយឲ្យខ្លីទៅគឺល្អជាងលូកសបច្ចុប្បន្នព្រោះលូកសបច្ចុប្បន្នគាត់រៀងអាយុច្រើនហើយគាត់អាសារបួសផងកាយសម្បទារបស់គាត់ក៏រៀងធ្លាក់ច្រើនជាងមុនដែរ IQ របស់គាត់ក៏ធ្វើអត់បានល្អដូចកាលពីមុនដែរគាត់ចូលចិត្តអុសបាល់បោះបាល់ដល់ថ្នាក់អ្នកគ្រប់គ្រងឲ្យកីឡាករលោកសគឺជាកីឡាករ Roberto Carlos សញ្ជាតិអង់គ្លេស Roberto Carlos ស្បែកសក៏ប៉ុន្តែបច្ចុប្បន្នកីឡាករលោកសគឺធ្លាក់ខ្លាំងមែនទែនមិនអាចទទួលយកបានទេទោះបីជា
គាត់លេងនៅតំបន់នេះបានល្អមែនក៏ប៉ុន្តែវាមិនសមស្របវាមិនគ្រប់គ្រាន់សម្រាប់ក្រុម Manchester United ដើម្បីទៅប្រជែងជាមួយនឹងក្លឹបធំៗទេអញ្ចឹងការអាប់ដេតជាមួយនឹងតំបន់នេះគឺសំខាន់ខ្លាំងហើយបើសិនជាបានកីឡាករត្រោះពណ៌នៅដែរគឺខ្ញុំអត់បដិសេធទេវាគ្រាន់បើយើងបានកីឡាករលូកសលេងនិយាយទៅឲ្យតែបានអាប់ដេតខ្លះព្រោះនៅក្នុងតំបន់ការពាររបស់យើងខាងក្រោមនេះសឹងតែ10ឆ្នាំហើយ10ឆ្នាំខាងក្រោយគឺមិនទាន់បានមានការអាប់ដេតនោះទេកីឡាករដែរដាឡូតមកខ្វាយលូកសអីចឹងទៅវាអត់អាប់ដេតយើងចង់ត្រូវការអាប់ដេតក្នុងតំបន់ការពារនេះច្រើនអញ្ចឹងយើងចាំតាមដានទាំងអស់គ្នាជាមួយនឹងកីឡាករមួយនេះហើយដូចខ្ញុំនិយាយចឹងបានគ្រាន់បើជើងអត់បងប្អូនយប់មិញប្រហែលជាឃើញការចាប់ពូរបស់ក្រុម Manchester United នៅក្នុងវគ្គដំបូង UEFA Champions League ដែលជាពានដែលយើងអវត្តមានប្រហែលជា 2-3 រដូវកាលហើយការត្រឡប់មកវិញនេះដែរគឺជាអ្វីដែលយើងកំពុងតែរងចាំខ្លាំងមែនទែនពីសំណាក់ក្លឹប Manchester United ក៏ដូចជាអ្នកគាំទ្រយប់មិញ UEFA Champions League Group Stage ឆ្នាំ2026-27យើងត្រូវជួបក្រុម Bayern Munich, Roma, RB Leipzig ក្រុម Suba ក្រុម Atletico Madrid, Sporting ក្រុម Villarreal និង Como តើតើជាមួយនឹងក្រុមទាំងអស់នេះសិតសឹងតែជាក្រុមល្អហើយបងប្អូនយើងបើសិនជាមកលេងនៅវគ្គ Champions League នេះគ្មានក្រុមណាដែលមិនល្អនោះទេគ្រាន់តែក្លឹបខ្លះវាខ្លាំងជាងតែប៉ុណ្ណោះបច្ចុប្បន្នយើងឃើញថានៅក្នុងពូលដែលក្រុម Manchester United នៅនេះដោយក្រុមទាំង8នេះយើងត្រូវជួបក្នុងផ្ទះ4ប្រកួតក្រៅផ្ទះ4ប្រកួតបងប្អូនយើងអញ្ចឹងនៅក្នុងផ្ទះ4ប្រកួតយើងត្រូវជួប Bayern Munich យើងជួបក្នុង Old Trafford យើងមាន4ប្រកួតគឺមាន Bayern Munich មាន Roma, RB Leipzig និងក្រុម Sabah អញ្ចឹងបើសិនជា4នេះនៅក្នុងម្ចាស់ផ្ទះរបស់យើងគឺតឹងជាងគេគឺBayern Munichនឹងតែម្ដងហើយ Roma អីនេះក៏មិនអាចមើលងាយបានដែរ RB Leipzig នេះក៏មិនអាចមើលងាយបានដូចគ្នាហើយតាក់ទងជាមួយនឹង Subah ក្លឹបដែលមកចូលរួមជាមួយនឹង Champions League នេះមិនមានក្លឹបអន់ទេខ្ញុំជឿជាក់ថាបែបហ្នឹងព្រោះថាគេមានចែកកៅអីច្បាស់លាស់ជាមួយនឹងក្លឹបដែលដណ្ដើម top 3 top 4ដើម្បីមកលេង Champions League អញ្ចឹងសិតសឹងតែជាក្លឹបល្អហើយយើងមិនអាចជិះសេះលេងដៃបានទេហើយជាមួយនឹងលេងក្រៅផ្ទះបងប្អូនយើងត្រូវប៉ះជាមួយនឹង AT ក្រៅផ្ទះប៉ះ Sporting ក្រៅផ្ទះប៉ះ Villarreal ក្រៅផ្ទះប៉ះនឹង Como ដែលជាក្លឹបកំពុងតែមានការអភិវឌ្ឍច្រើននៅក្នុងតំបន់Serie A បច្ចុប្បន្នផងដែរហើយយើងចាំមើលថាក្លឹបទាំងអស់នេះតើ Manchester United យើងតឹងឬក៏ធូរសម្រាប់ប្រិយមិត្តគិតថាក្លឹបទាំង8នេះតើ Manchester United យើងនឹងពិបាកជាមួយនឹងក្លឹបមួយណាហើយជឿជាក់ថាក្លឹបយើងអាចឈានដល់វគ្គបន្ទាប់ដែរឬទេខ្ញុំពិតជាអត់អាចរងចាំបានយីមែនខ្ញុំពិតជាចង់ស្ដាប់ភ្លេង Champions League ជាមួយនឹងក្រុម Manchester United យើងថាដើមព្រោះខានស្ដាប់យូរហើយភ្លេង Champions League ហ្នឹងអញ្ចឹងយើងចាំតាមដានទាំងអស់គ្នាខ្ញុំនឹងបង្ហាញព័ត៌មានអំពីការប្រកួតផ្សេងៗផងដែរអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺដល់ទីបញ្ចប់ហើយអត់សូវមានច្រើនទេមើលល្ងាចទេបើសិនជាមានព័ត៌មានថ្មីខ្ញុំនឹងអាប់ដេតជូនប្រិយមិត្តមួយវីដេអូទៀតអញ្ចឹងអរគុណច្រើនសម្រាប់វីដេអូព្រឹកនេះសូមជម្រាបលាបងប្អូនយើង